ទីបំផុតខ្ញុំលក់បានមួយ order ហើយខ្ញុំគិតថាគាត់អត់ទិញទេប៉ុន្តែ4ថ្ងៃក្រោយគាត់ខ្លាចទៅជា customer ដំបូងរបស់ខ្ញុំគាត់ឆាតមកខ្ញុំចង់កំងទិញតាគៀបតាំងថ្ងៃខ្ញុំផុសវីដេអូលើកដំបូងថ្ងៃទី1ហើយខ្ញុំក៏ផ្ញើលេខ Telegram ហើយនិង page Facebook ខ្ញុំទៅឲ្យគាត់បាទ no reply ថ្ងៃស្អែកឡើងក៏ no ពេលហ្នឹងខ្ញុំគិតថាប្រហែលជាគាត់លេងចង់ទិញហើយឬក៏អត់ទុកចិត្តខ្ញុំថ្ងៃបន្ទាប់ថ្ងៃទី3ខ្ញុំដូចអត់ទាន់អស់ចិត្តទៅសម្រេចចិត្តថាឆាតទៅសួរគាត់ម្ដងទៀតថាបងស្រីបងឯងនៅតែចង់បានឈុតតាគៀបនឹងអត់ហើយផ្ញើរូបថតឈុតតាគៀបនឹងទៅឲ្យគាត់ and still no reply ខ្ញុំឡើងsadហើយគាត់ថាគាត់អត់ចង់ទិញឯងមកទៅប៉ុន្តែថ្ងៃទី4ហើយជាម៉ោង11គាត់ reply មកខ្ញុំវិញគាត់ផ្ញើឈ្មោះលេខទូរស័ព្ទអាសយដ្ឋានឲ្យខ្ញុំហើយខ្ញុំគិតថ្លៃអីវ៉ាន់ថ្លៃដឹកឲ្យគាត់ភ្លាមគាត់បាញ់លុយឲ្យភ្លាមប្រើពេលតែ10នាទីជាងឯងខ្ញុំសប្បាយចិត្តឡើងខ្លាំងខ្ញុំពេញមួយថ្ងៃអរគុណបងស្រីដែលជឿជាក់និង support លើអាជីវកម្មតូចរបស់ខ្ញុំជូនពរឲ្យបងមានសំណាងល្អសុខភាពល្អនិងជោគជ័យគ្រប់រឿងទាំងអស់វាជាមេរៀនមួយដែលខ្ញុំរៀននៅថ្ងៃហ្នឹងគឺកុំខ្លាចអៀនសួរទៅភ្ញៀវខ្លះហានសួរទៅគាត់ទៅហេតុអីក៏គាត់អត់តបហើយគាត់ចោលរវល់អត់មានពេលតបឆាតអីចឹងណាបើថ្ងៃហ្នឹងខ្ញុំអត់ឆាតទៅសួរគាត់ម្ដងទៀតទេប្រហែលជា order ដំបូងរបស់ខ្ញុំនៅតែ0ដដែល